ថ្ងៃនេះគឺលោកហ៊ុនសែនបានចូលទៅទស្សនកិច្ចដល់ប្រទេសចិនហើយព្រោះគម្រោងគាត់ពីថ្ងៃ25ហ្នឹងដល់ថ្ងៃ28ផងហើយក៏ជាឱកាសដែលលោកបានយាងគាត់ចូលគាល់ព្រះមហាក្សត្រខ្មែរដែលកំពុងតែគង់សម្រាប់ព្យាបាលព្រះរាជរោគនៅឯទីក្រុងប៉េកាំងប្រទេសចិនផងក៏ប៉ុន្តែរូបភាពដែលលោកហ៊ុនសែនទៅប្រទេសចិននេះបានប្រយោជន៍អីមកវិញដល់ជាតិខ្មែរខ្ញុំថាមិនអត់សោះទេព្រោះអីនៅពេលដែលប្រមុខរដ្ឋកម្ពុជាហើយនឹងចិនជួបគ្នាគឺអាចជជែកគ្នាពីរឿងនយោបាយព្រោះគាត់ទៅក្នុងនាមជាប្រធានបកប្រជាជនកម្ពុជាផងទៅជួបប្រធានបកកុម្មុយនីសចិនផងជាប្រធានព្រឹទ្ធសភាផងជាប្រមុខរដ្ឋាភិបាលផងព្រោះជាប្រមុខរដ្ឋស្ដីទីដូច្នេះទៅហ្នឹងគឺពាក់មួក3 4សពីងសពងទៅហើយហេតុអីបានជាលោកហ៊ុនសែនត្រូវការបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលដែលលោកហ៊ុនម៉ាណែតឯណោះទៅវិញទេដែលជានាយករដ្ឋមន្ត្រីដែលគួរតែបញ្ចេញអំពីស្នាដៃរបស់ខ្លួនក្នុងនាមរដ្ឋនឹងរដ្ឋក៏ប៉ុន្តែរឿងនេះគឺលោកហ៊ុនសែនជាមិត្តចាស់របស់ចិនយូរហើយឥឡូវអាបញ្ហាពិភពលោកគឺកម្ពុជាឯកោពេកហើយអត់មានប្រទេសណាជាមិត្តរបស់កម្ពុជាជួយដោះស្រាយបញ្ហារឿងដីធ្លីជាពិសេសថៃឈ្លានពាន67កន្លែងហ្នឹងទេដូច្នេះការដែលទៅប្រទេសចិននេះគឺជាការដែលអាចនឹងស្អំចិត្តតាក់ទងនឹងសេដ្ឋកិច្ចកម្ពុជាកំពុងតែធ្លាក់ចុះខ្លាំងទី1បាត់ភ្ញៀវទេសចរច្រើនណាដូច្នេះភ្ញៀវទេសចរសប្ងៃមកកម្ពុជានឹងនៅតែភ្ញៀវជាតិភ្ញៀវចិនទេណាលំដាប់លេខ1ណាហើយបើបងប្អូនគិតមើលម៉ោងនេះគឺយើងអត់ត្រូវស្និទ្ធអីជាមួយចិនទេមិនចឹងដោយសារតែចិនទាំងឯងដែលបំផ្លាញខ្មែរគ្រប់រឿងអាចឆោបបោកអនឡាញហ្នឹងគឺថាពួកចិនពួក mafia ពួកអីហ្នឹងគឺថាក៏ក្រិចគឺធ្វើឲ្យកម្ពុជាបាត់លុយរាប់ពាន់លានដុល្លារខូចមុខមាត់ខូចជាតិយើងខូចសេដ្ឋកិច្ចខូចទេសចរខូចសន្តិសុខសង្គមបញ្ហា100ចម្ពោះគឺដោយសារតែជនជាតិចិននឹងឯងក៏ប៉ុន្តែហេតុអីបានជាឥឡូវនេះលោកហ៊ុនសែនទៅចិនទៅវិញទៅនិយាយអីខ្លះតាក់ទងជាមួយនឹងរឿងឆោបបោកអនឡាញឬក៏សហការអីដូចជាកិច្ចសហការនឹងមានហើយព្រោះអីចាប់បញ្ជូនទៅចិនហើយមិនបាច់ទៅដល់ជួបចិនក៏បានដែរព្រោះអីចិនគេចុះមកដល់ខ្មែរយើងបានមកចាប់ឬក៏សហការគ្នាដកសញ្ជាតិបញ្ជូនទៅចិនដកសញ្ជាតិបញ្ជូនចិនដោយលោកចិនស៊ីលោកលីសុងឥឡូវនេះថ្មីមួយទៀតទៅបញ្ជូនទៅហ្នឹង3នាក់ហើយដែលជាមេខ្លោងធំហ្នឹងដែលហើយឥឡូវនេះអាមេរិកកំពុងដាក់ទណ្ឌកម្មលើជនជាតិចិនដែលមានសញ្ជាតិខ្មែរហ្នឹង9នាក់ទៀតបាទសុំទោសដែលខ្ញុំផ្សាយម្សិលមិញ9នាក់ហ្នឹងទៅអានលេខ9ប្រជះចេញ6នាក់អីណាអានឡើងរត់មាត់បាត់របស់គេ3នាក់ហើយតិចទៀតដល់រឿងស្ត្រីម្នាក់ដែលឆោបបោកនៅអាមេរិកជិត100លានដុល្លារនោះទៅនិយាយដាក់ថា100ដុល្លារឯណាតែគេតាមចាប់ទៅឲ្យលុយ150,000ដូចថាសរសេរលឿនពេកទៅអត់មានលេខាអីជួយប៉ុន្តែខ្ញុំមានភ័ព្វវាសនាដែរបងប្អូនដោយសារលេខាខ្ញុំគឺបងប្អូនទាំងអស់គ្នាជា fans ហ្នឹងហ្មងឲ្យតែឃើញភ្លាមជួយកែខ្ញុំភ្លាមឲ្យខ្ញុំសប្បាយចិត្តមែនតើសប្បាយចិត្តត្រង់ថាព័ត៌មានដែលខ្ញុំផ្សាយទៅមានការឆក់ល្វែងមួយចំនួនបងប្អូនដឹងភ្លាមថាខ្ញុំអាចឆក់ល្វែងឬអីមកជួយកែភ្លាមជាជាងការស្ដាប់ទៅជឿខ្ញុំណានេះគឺជាកញ្ចក់ឆ្លោះជួយខ្ញុំបានមែនតើមិនមែនអាច័យធ្លាក់ទឹកហើយអើបងប្អូនជួយខ្ញុំបានច្រើនណាជួយផ្ទៀងផ្ទាត់ឲ្យខ្ញុំជាអ្នកផ្សាយព័ត៌មានខ្ញុំមិនមែនផ្សាយព័ត៌មានឥតខ្ចោះទេខ្ញុំអាចមានឆក់ល្វែងប៉ុន្តែមិនមែនជាចេតនាធ្វើឲ្យខុសទេហើយបើខុសខ្ញុំរីករាយនឹងកែអត់មានអៀនមាត់នៅក្នុងការកែទេសិលធម៌សុជីវធម៌របស់ខ្ញុំមួយដែលខ្ញុំចាញ់មនុស្សច្រើនណាស់ខ្ញុំខ្សោយជាងគេច្រើនដោយសារតែខ្ញុំងាយនឹងសុំទោសណាព្រោះងាយនឹងសុំទោសចំពោះទង្វើខុសឆ្គងដូចជាផ្សាយឆក់ល្វែងអីខុសពីអ្នកដតីច្រើនណាស់ដែលគឺថាចាប់ក្រាដូចថាចាប់ដូចចាប់អន្ទង់អញ្ចឹងគឺថាខុសក៏មិនកែអីចឹងខ្ញុំធ្វើអត់បានខ្ញុំចាញ់គេកន្លែងអញ្ចឹងដែរខ្ញុំសុំទោស fans របស់ខ្ញុំដែរតែខ្ញុំធ្វើមិនបានខែងរ៉ែងដូចគេទេព្រោះខ្ញុំងាយនឹងសុំទោសនៅចំពោះកំហុសឆ្គងដែលប្រព្រឹត្តដាក់អសិលធម៌អគុណធម៌តែខ្ញុំព្យាយាមកាត់បន្ថយអានេះឲ្យតិចតួចបំផុតឥឡូវចូលដល់រឿងតកតងនឹងការដែលទៅចិននេះបានប្រយោជន៍អីតាមពិតលោកហ៊ុនសែនទៅនេះដើម្បីស្អំចិត្តចិនព្រោះអីសេដ្ឋកិច្ចចិននិងខ្មែរធំណាស់បងប្អូន10,000លានដុល្លារជាងតែយើងនាំទៅចិនយើងនាំបានតិចណាចិនទិញយើង3-4,000លានហ្នឹងគឺគ្រាន់តែជាការដូចថាស្អំចិត្តកុំឲ្យថាចិនអត់ទិញសោះតែចិនអត់ត្រូវការទិញអីទាំងអស់ពីខ្មែរម្ដងទៀតបងប្អូនណាចិនអត់ត្រូវការទិញអីទាំងអស់ពីខ្មែរចិនក៏អត់ត្រូវថៃក៏អត់ត្រូវការទិញអ្វីទាំងអស់ពីខ្មែរព្រោះគេផលិតបានច្រើនជាងខ្មែរណាប៉ុន្តែដើម្បីឲ្យវាមានតុល្យភាពចិញ្ចីងពាណិជ្ជកម្មកុំឲ្យថានាំទៅគេបាក់ទំនប់ហើយអត់ព្រម
trong giấy chân cái nom một mai bạn từ nốt thay cái nom một mai bạn từ nốt ắt phỏng tinh ấy bọc cái khác vì ắt vô thể thoa chẳng tới tinh từ được thay ấy tinh từ lông chưa rồi có tinh mà tê tinh kêu ấy tinh tôi chân bị mai tới ở cục cách họ chân nó cứ tinh xoay tinh tầng ngay tinh chê tinh ấy khác tới cũng ở ắt sao tam bất chân cái đam ban cúp giang à vậy để dương đam ban nó có cáiផលិតបានដូចតែយើងចឹងដែរច្រើនជាងយកទៅលក់ទីផ្សារពិភពលោកជន់ទីផ្សារដែរអង្គចិនទៀតតែគេហេតុអីបានទិញអង្គខ្មែរគេស្អំចិត្តយើងព្រោះគេប្រមូលទ្របយើងនឹងមួយឆ្នាំ13,000 លានដុល្លារអញ្ចឹងគេទិញយើងខ្លះទៅដើម្បីឲ្យស្អំចិត្តព្រោះគេចំណេញនោះវាច្រើនពេកហើយដូច្នេះយើងនឹងក៏ទៅស្អំគ្នានឹងគឺក្នុងន័យថារឿងទេសចរផងដែរតែតងនឹងចិនសំបីតែទិញយើងតែញទួយក៏ដោយក៏3-4,000 លានក៏ច្រើនសម្រាប់ខ្មែរដែរបើអត់ចិនអត់ទិញទៀតយើងចប់ហើយអាហ្នឹងហើយបន្តទៅហ្នឹងអាចក្នុងន័យអញ្ចឹងហើយទេសចរធ្លាក់ចុះ 50% នៅខ្មែរមែនតែទេសចរចិននៅតែមានចំនួននាំមុខគេនៅឡើយទេនៅប្រទេសកម្ពុជាអញ្ចឹងសង្ឃឹមលើចិនហ្នឹងទោះជាឆោបបោកអីយ៉ាងណាក៏នៅអោបកសោបដែរព្រោះអីបើអត់ចិនយើងដាច់ខ្យល់តែប៉ុណ្្នឹងឯងប៉ុន្តែសួរថាតើតំណែងតំណងចិននេះមានសេដ្ឋកិច្ចអាចជួយបានទេជួយมันអត់សោះទេដូចខ្ញុំនិយាយចឹងយើងចិនទិញយើង 3-4,000 លានដែរតែចិននាំមកយើង 13-14,000 លានឯណោះដូច្នេះវានៅតែឆ្ងាយគ្នាមេឃដីតែយើងបានខ្លះដែរលក់ទៅដើម្បីឲ្យកសិកម្មវិស័យឧស្សាហកម្មកម្ពុជាយើងហ្នឹងក៏នៅតែមានទីផ្សារចិត្តផ្សំគ្នាទៅអាហ្នឹងក៏បានប្រយោជន៍ដែរមិនអត់សោះទេលោកហ៊ុនសែនទៅនេះក៏ប៉ុន្តែបើនិយាយអំពីប្រយោជន៍មួយទៀតគឺតកតងនឹងការរឹតបន្តឹងចំណងមិត្តភាពកម្ពុជានិងចិនមិត្តដៃថែបព្រោះអីពេលនេះខ្មែរកំពុងតែរងាណាប្រទេសសេរីគឺគេប្រលេះដៃចោលខ្មែរអស់ហើយគ្មាននរណាគេនៅខាងកម្ពុជាទេជាពិសេសចំនួនជាមួយនឹងថៃនឹងតែម្ដងបានយើងដឹងថាខ្មែរឯកោហើយចិនហ្នឹងក៏មិនមែនថាគ្រប់គ្រងខ្មែរដែរណាចិនហ្នឹងគឺចាក់ខ្សែទេពេលដែលឆ្លោះគ្នាជាមួយថៃវាយទម្លាក់គ្រាប់សម្រាប់ទាហានខ្មែរចិនទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃតែខ្មែរយើងវាអត់ជំរឿសណាបងប្អូនយើងខ្សោយណាជាតិសាសន៍យើងខ្សោយមែនតើយើងមិនអាចនឹងឈរខែងរែងរឹងមាំជាជាតិសាសន៍ដែលមានអធិបតេយ្យបានទេគឺយើងបំផ្លាញប្រជាធិបតេយ្យយើងវាយមួយងើបមួយយើងកំតិចខ្ទេចខ្ទីអស់ទៅដល់ពេលអញ្ចឹងយើងคลายទៅជារដ្ឋចំណុះណាបងប្អូនរដ្ឋចំណុះហ្នឹងបានន័យថាសេដ្ឋកិច្ចរបស់យើងគឺចំណុះពឹងទៅលើបរទេសជាពិសេសប្រទេសកុម្មុយនីសដូចចិនដើម្បីបតក់ឲ្យខ្យល់ដកដង្ហើមបើអត់ទេគឺយើងដាច់ខ្យល់ដូច្នេះយើងចេះតែអោបកសោបទៅសម្រាមអីក៏ដោយដូចខ្ញុំនិយាយចឹងយើងរើសរូបបដិមាហើយយើងយកឈើពុកមកឆ្លាក់ធ្វើបដិមាព្រោះតែម៉េចបើយើងអត់មានឈើក្លឹមឈើអីផងហ្នឹងបើយើងបំផ្លាញខ្ទេចខ្ទីអស់អញ្ចឹងអាសហគមន៍អន្តរជាតិអារឿងណែ hamburger hot dog ឬក៏លុកឡាក់អីគឺយើងទាត់គេចោលអស់ដោយសារតែចរិតយើងយកស្ពៃឥឡូវយើងបានស្ពៃចុះឥឡូវរឿងព្រំដែនខ្មែរថៃតែយើងបានប្រយោជន៍អីខ្លះដែរទេអត់ទេព្រោះអីទៅពឹងចិននេះគឺចិនចាក់ខ្សែអត់មានមកនិយាយសំបីតែទៅជួបចិនហ្នឹងគឺមែនតើបើអាមេរិកវិញអត់ចង់ឲ្យចិនចូលរួមទៅទៀតបើចង់រកសន្តិភាពឲ្យខ្មែរថៃហ្នឹងគឺលោកត្រាំហ្នឹងមកកាងដេញចិនចិនចេញអញ្ចឹងទៅចិនអត់មានទឹកមាត់នៅក្នុងចំនួនព្រំដែនខ្មែរថៃទេហើយចិនក៏មានប្រយោជន៍ពីថៃច្រើនសន្ធឹកដូច្នេះចិនចាប់ថៃជាងចាប់ខ្មែរគ្រាន់តែថាខ្មែរទៅអោបចិនដើម្បីស្អំចិត្តប្រជាពលរដ្ឋនឹងធ្វើម៉េចឲ្យអាសេដ្ឋកិច្ចដែលមានស្រាប់ហ្នឹងកុំឲ្យវាដាបទៅទៀតដូច្នេះมันមានអីខុសឆ្គងទេប៉ុន្តែបើឲ្យប្រយោជន៍ពីរឿងព្រំដែនអីហ្នឹងអត់មានទេគ្រាន់តែថាអ្វីដែលគួរឲ្យប្លែកហ្នឹងហេតុអីបានជាលោកហ៊ុនម៉ាណែតដែលជាប្រមុខរដ្ឋទៅណាលោកសប្តាហ៍ថ្ងៃហ្នឹងលោកហ៊ុនម៉ាណែតទៅណានាយករដ្ឋមន្ត្រីខ្មែរហ្នឹងបានជាទៅជាលោកហ៊ុនសែនកាន់ប្រទេសទៅវិញអញ្ចឹងនាំគ្នាបោះឆ្នោតឲ្យលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីទៅហេតុអីបានជាបោះឆ្នោតឬក៏ទៅមានលោកហ៊ុនម៉ាណែតបើប្រទេសយើងត្រូវតែមានមេដឹកនាំដែលជានាយករដ្ឋមន្ត្រីថាក្រែងថាស្របច្បាប់ឥឡូវនេះទៅជាលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីស្របច្បាប់ឯនោះទៅវិញវាមិនខុសអីទេគាត់កាន់អីកាន់ទៅគ្រាន់តែថាវាធ្វើអីក៏ដោយនឹងថាវាប្លែកខុសពីអាគោលការណ៍ច្បាប់គោលការណ៍ទំនៀមទម្លាប់ដល់អញ្ចឹងទៅគេធ្វើឲ្យប្រទេសដទៃពិភពលោកគេមើលមកខ្មែរយើងចំអ្នកណាគេជានាយករដ្ឋមន្ត្រីចុះហេតុអីបានជាលោកហ៊ុនសែនចេញសារគម្រាមនេះគម្រាមនោះធ្វើពហិការនេះពហិការនោះតើអ្នកណាឲ្យប្រកាសច្បោកច្បល់អញ្ចឹងទៅធ្វើឲ្យភាពដឹកនាំរបស់យើងវាច្បោកច្បល់នៅក្នុងជាឆាកអន្តរជាតិមើលទៅឃើញភាពច្របូកច្របល់ហើយបើច្របូកច្របល់ហើយអ្នកវិនិយោគទិនវិនិយោគិនឬក៏អ្នកចង់មករកស៊ីចង់មកលេងចង់មកអីហ្នឹងក៏គ្នាពិបាកដែរវា
ប៉ះពាល់ទៅតាមនឹងដែរ